សួរអាដាមសំរងស៊ីបាទជំរាបសួរបងបាទនៅលើការស្រាវជ្រាវនានាដោយអាដាមបានជ្រាបហើយថាឧស្សាហកម្មឆបោកនៅប្រទេសកម្ពុជាឥឡូវនេះអាចមានទំហំរហូតដល់ពាក់កណ្ដាល GDP ស្របច្បាប់របស់ប្រទេសកម្ពុជាទៀតអាលុយអត់ស្របច្បាប់ហ្នឹងបានមកពីការបោកប្រាស់បានមកពីអីតំណែងជាមួយនឹង Gen Z ហ្នឹងទំហំ GDP ហ្នឹងមានដល់តែម្ដុំពាក់កណ្ដាលនៃ GDP ស្របច្បាប់របស់ប្រទេសយើងទៅទៀតដូច្នេះសំណួរទី1របស់ខ្ញុំបាទទៅកាន់អាដាមក្នុងនាមអាដាមជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាដាមជាអ្នកសេដ្ឋកិច្ចស្រាប់តើវាមានគ្រោះថ្នាក់ប៉ុណ្ណាដែរនៅពេលដែលសេដ្ឋកិច្ចរបស់ជាតិមួយបានមកពីអំពើអក្រិតកម្មហើយមានទំហំទឹកប្រាក់នឹងសឹងតែធំជាងសេដ្ឋកិច្ចដែលចូលមកស្របច្បាប់សម្រាប់ប្រទេសនោះអាដាមរឿងអក្រិតកម្មឆ្លងដែនដែលមានពួកក្រុមចៅមកពីប្រទេសចិនដែលវាមកបោះទីតាំងនៅប្រទេសកម្ពុជាហើយដែលពួកវាចិញ្ចឹមរដ្ឋអំណាចហ៊ុនសែននេះរឿងហ្នឹងគឺជ្រៅណាស់រឿងហ្នឹងយើងមិនទាន់ដឹងគ្រប់ជ្រុងជ្រោយទេជាពិសេសបងប្អូននៅប្រទេសកម្ពុជាគេលាក់បាំងគេមិនឲ្យយើងដឹងការពិតទេតែអាផលប៉ះពាល់វានឹងធ្ងន់ហើយនឹងវាវែងឆ្ងាយជាងអ្វីដែលយើងនឹកស្មានមកដល់ថ្ងៃនេះពីព្រោះថាបើយើងមើលស្ថានភាពនៅក្នុងពិភពលោកតើគេមានចាត់វិធានការអ្វីខ្លះចំពោះពួកក្រុម Gen Z នេះពីពួកក្រុម Gen Z នេះវាមានបណ្ដាញរបស់វានៅច្រើនប្រទេសទូទាំងពិភពលោកស្ទើរតែគ្រប់ទ្វីបទាំងអស់ពីព្រោះលុយពួកវានេះច្រើនណាស់ហើយវាទៅធ្វើជាវីដេអូមានស្អីនោះដែលវាលាក់បាំងទ្រព្យសម្បត្តិវាមានអាគារមានរថយន្តប្រណិតមានមាសពេជ្រមានអ្វីដែលមានតម្លៃខ្ពស់បំផុតគឺពួកវាយកទៅលាក់នៅក្រៅប្រទេសហើយក្រៅប្រទេសនោះក្រៅពីប្រទេសកម្ពុជាប៉ុន្តែសូម្បីតែនៅប្រទេសកម្ពុជាហ្នឹងក៏មានទំហំច្រើនមែនទែនដែលយើងនឹកស្មានមិនដល់អញ្ចឹងមានន័យថា Gen Z ហ្នឹងវាយកប្រទេសកម្ពុជាធ្វើជាទីតាំងធំរបស់វាសាខាវាហ្នឹងគឺវាមានបោះដៃទៅច្រើនប្រទេសដទៃទៀតប៉ុន្តែក្បាលម៉ាស៊ីនធំគឺនៅប្រទេសកម្ពុជាហើយលុយរបស់វានេះគឺយើងមិនទាន់ដឹងច្បាស់ថាមានប្រភពមកពីណាខ្លះទេពីព្រោះសកម្មភាពនេះមិនមែនតែសកម្មភាពដែលយើងមើលឃើញទេមានសកម្មភាពដែលយើងមើលមិនឃើញគឺ Gen Z នេះធ្វើការជាមួយពួកចៅពីគ្រប់ប្រទេសជាពិសេសពួកជួញដូរគ្រឿងញៀនពួកជួញដូរមនុស្សពួកធ្វើសកម្មភាពខុសច្បាប់ច្រើនបែបយ៉ាងហើយលុយពួកទុច្ចរិតក្រុមអក្រិតកម្មទាំងអស់នោះគឺត្រូវយកមកលាងមួយផ្នែកធំយកមកលាងនៅប្រទេសកម្ពុជាដូច្នេះជាសកម្មភាពលាងលុយនេះក៏បានកម្រៃច្រើនណាស់ខ្ញុំដឹងថាជាគោលពួកចៅបើវាមានលុយថា$100 លានវាពឹងឲ្យអ្នកលាងឲ្យវាឲ្យ30%វាឲ្យ$30,000អញ្ចឹងគ្រាន់តែសុំកលុំគប់ខិតជាមួយចៅនោះគឺបានទទួលកម្រៃយ៉ាងច្រើនពីចៅប៉ុន្តែចៅត្រូវគេបង្ក្រាបនៅទូទាំងពិភពលោកគេបង្ក្រាបលើកឡើងទៅនៅប្រទេសកម្ពុជានៅប្រទេសកម្ពុជាគឺចៅរស់យ៉ាងស្រួលជាឋានសួគ៌របស់ចៅប្រទេសកម្ពុជាពីព្រោះមេដឹកនាំប្រទេសយើងនោះគឺចូលដៃជាមួយចៅលោកហ៊ុនសែនហ៊ុនម៉ាណែតអីបកពួកដែលនៅក្បែរហ៊ុនសែនហ្នឹងគឺគណៈណាក៏ដឹងដែរគឺការពារចៅចូលដៃជាមួយចៅនោះគឺការពារចៅទទួលសំណុកសូប៉ាន់ពីចៅអញ្ចឹងហើយបានរបបហ៊ុនសែនហ៊ុនម៉ាណែតនេះមានការទទួលខុសត្រូវធ្ងន់ណាស់ហើយទោះជាគេបង្ក្រាបចៅបដាហើយថ្ងៃណាមួយទោះជាគេបង្ក្រាបចៅអស់ក៏ដោយតែហ៊ុនសែនក៏អត់រួចខ្លួនដែរពីព្រោះហ៊ុនសែនមានការទទួលខុសត្រូវដែលពីដើមទីឲ្យចម្រុកឲ្យចៅពីព្រោះចៅនេះវាធ្វើអីបានយ៉ាងងាយរកលុយបានច្រើននៅប្រទេសកម្ពុជាគឺវាមានទីចម្រុកដ៏សុខសាន្តគឺអ្នកមានអំណាចនៅប្រទេសកម្ពុជាការពារពួកវាហើយទទួលប្រាក់សំណូកពីពួកវាយ៉ាងច្រើនសូម្បីតែអង្គរៈហ៊ុនសែននៅគេបំពន់អ្នកមានឋានៈខ្ពង់ខ្ពស់ឧត្តមសេនីយ៍អីធំហ្នឹងគឺដើម្បីឲ្យហ៊ុនសែនមិនខ្លាចពីការវាយបកមកវិញត្រូវឲ្យពួកអ្នកនៅជុំវិញហ៊ុនសែននឹងទទួលលុយបានច្រើនដែរអញ្ចឹងលុយដែលពួកចៅឲ្យហ្នឹងគឺចិញ្ចឹមទាំងហ៊ុនសែនចិញ្ចឹមទាំងអង្គរៈហ៊ុនសែនចិញ្ចឹមអ្នកដែលនៅជុំវិញហ៊ុនសែនច្រើនពាន់អ្នកណាតែបន្តិចទៀតនេះផលប៉ះពាល់យើងឃើញហើយដល់គេបង្ក្រាបចៅឥឡូវហ្នឹងគេបង្ក្រាបចៅនៅក្រៅប្រទេសសិនដល់គេបង្ក្រាបចៅនៅក្រៅប្រទេសគេនឹងមកបង្ក្រាបចៅនៅក្នុងប្រទេសបើគេបង្ក្រាបចៅមកសម្រុកបង្ក្រាបចៅនៅប្រទេសកម្ពុជាអាចៅនឹងវារត់ប្រសិទ្ធប្រសាទវាមានទីជម្រកនៅក្រៅប្រទេសតែបើគេបិទគេបង្ក្រាបអស់កុំឲ្យវាមានច្រកចេញទៅណាអាហ្នឹងពេលវានៅស្រុកខ្មែរពេលហ្នឹងគឺគេមកបង្ក្រាបវាហើយបង្ក្រាបវាគឺទីបញ្ចប់ដំណាក់កាលចុងក្រោយគឺបង្ក្រាបនៅប្រទេសកម្ពុជាព្រោះពួកចៅវាអស់មានជំរកនៅប្រទេសណាផ្សេងទៀតហើយពេលណាដែលគេបង្ក្រាបចៅនៅប្រទេសកម្ពុជាគឺបង្ក្រាបមែនទែន
គឺពេលនោះដោយទាំងហ៊ុនសែនហើយពីព្រោះអ្នកណាក៏ដឹងថាហ៊ុនសែនគឺរស់ដោយសារចៅហើយមានការទទួលខុសត្រូវក្នុងអំពើអកតកម្មរបស់ពួកចៅអញ្ចឹងរបបហ៊ុនសែនពីព្រោះពេលនោះគឺអន្តរជាតិទាំងមូលគេនឹងសហការគ្នាគេនឹងពួតដៃគ្នាមកបង្ក្រាបចោលមកកំទេចចោលនៅប្រទេសកម្ពុជាតែដោយសារហ៊ុនសែននឹងភ្ជាប់ជីវិតហើយភ្ជាប់វាសនារបស់គាត់ជាមួយចោលពេលណាគេកំចាត់ចោលគឺហ៊ុនសែននឹងគឺទៅអស់ដែរក៏ទៅពួកវាសនាហ៊ុនសែននឹងគឺដូចជាវាសនាពួកចោលអញ្ចឹងដែរនឹងនិយាយពីស្ថានភាពទូទៅប៉ុន្តែពីរឿងសេដ្ឋកិច្ចរឿងសេដ្ឋកិច្ចហ្នឹងក៏យើងទើបតែឃើញសើអត់ទាន់ឃើញអីទេផលប៉ះពាល់ហ្នឹងមិនទាន់មកដល់ទេពីព្រោះលុយហ្នឹងលុយតាំងពីថ្ងៃ14ដុល្លារឆ្នាំ2025នេះមួយខែមុនគេទៅតែបង្កក់គេឈានទៅរឹបអូសលុយនឹងថា15,000 លានដុល្លារស្មើស្ទើរតែពាក់កណ្ដាលផលិតផលសរុបក្នុងស្រុកនៃប្រទេសកម្ពុជាគឺច្រើនណាស់ពាក់កណ្ដាលចោលបើវារកបានមួយឆ្នាំវារកបានពាក់កណ្ដាលប្រជាពលរដ្ឋ16-17 លានអ្នករកចោលគ្នាវាតែប្រមាណ100ប្រមាណ1000អ្នកនេះវារកពាក់កណ្ដាលនៃអ្វីដែលពលរដ្ឋខ្មែរ16-17 លានអ្នករកបានក្នុងមួយឆ្នាំអញ្ចឹងលុយនឹងចោលហ្នឹងវាធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាគឺវាបញ្ចូលដូចថាវាឲ្យសំណុកសោកប៉ាន់ទៅអ្នកដែលទទួលសំណុកសោកប៉ាន់ពីពួកចៅហ្នឹងគឺគេយកមកចាយវាយនៅប្រទេសកម្ពុជាដែរតែពេលណាហើយឥឡូវហ្នឹងលុយហ្នឹងវាចាប់ដើមខ្សត់ហើយអញ្ចឹងរបបហ៊ុនសែនហ្នឹងគឺខ្វះបាត់បង់ប្រាក់ចំណូលហើយកាន់តែខ្វះឡើងហើយសេដ្ឋកិច្ចដូចយើងឃើញដីធ្លីគឺចុះថ្លៃអត់មាននរណាទិញទេពីព្រោះពីដើមការដែលទិញដីលក់ដីហ្នឹងគឺច្រើនតែពួកចៅចិនវាផ្ដួចផ្ដើមពីព្រោះលុយវាច្រើនដើម្បីមកលាងលុយវាត្រូវតែទិញដូរស្អីគេវាទិញក្នុងតម្លៃណាគេវាទិញដែរអញ្ចឹងបានយើងឃើញដីធ្លីឡើងថ្លៃសម្បំកាលពី10ឆ្នាំមុនឃើញជួនកាល5-10ឆ្នាំ20ឆ្នាំមុនគឺចាប់ដើមឡើងប៉ុន្តែប្រហែលឆ្នាំចុងក្រោយនេះគឺធ្លាក់ចុះគឺអត់មាននរណាទិញទេពួកចៅនេះវាដឹងថាมันអាចយកលុយយកមកទិញដីបន្តទៀតនៅស្រុកខ្មែរគ្រោះថ្នាក់គឺគេនឹងរឹបអូសហើយឥឡូវឃើញរឹបអូសមែនអញ្ចឹងអានឹងផលប៉ះពាល់មួយគឺដីចុះថ្លៃហើយវិបត្តិអ្នកដែលទៅខ្ចីលុយពីធនាគារដើម្បីទិញដីនឹកស្មានថាដីវាចេះតែឡើងថ្លៃគង់ទៅលក់ទៅចំណេញអាចលក់ឲ្យពួកចៅឬមួយមកសង់ផ្ទះសង់អគារជួលឲ្យពួកចៅពួកយើងមិនដឹងថាចៅហើយដឹងថាពួកចិនមកមានលុយច្រើនប៉ុន្តែភាគច្រើនគឺនៅក្រុមចៅហើយតែឥឡូវដល់ចៅនោះវាអស់ឥទ្ធិពលវាអស់លុយទៅគឺតម្លៃដីធ្លីនោះគឺធ្លាក់ចុះហើយតម្លៃដីធ្លីនោះធ្លាក់ចុះគឺមានផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងគួរសមដែរព្រោះពីដើមនឹកស្មានថាដីចេះតែឡើងថ្លៃរកចេះតែបានងាយតែឥឡូវវាមិនអញ្ចឹងហើយផ្ទុយទៅវិញអ្នកណាដែលជំពាក់លុយធនាគារទៅទិញដីនឹងលក់អត់ចាញ់អានឹងមានរឿងជាមួយធនាគារហើយរឿងទី1រឿងទី2ពីទេសចរប្រជាពលរដ្ឋខ្មែរគឺរំពឹងណាមួយចំនួនធំរំពឹងលើទេសចរមកដែលគេមកទស្សនាប្រទេសកម្ពុជាគេមកស្នាក់នៅគេមកចាយវាយមកទិញអីវ៉ាន់នៅប្រទេសកម្ពុជាវាបាត់អស់ណាហើយសន្តាគារភោជនីយដ្ឋានអ្នកលក់ដូរតាមផ្សារម៉ូតូឌុបអ្នករត់តាក់ស៊ីអ្នកកទេសចរយើងដឹងហើយគឺរំពឹងលើទេសចរប៉ុន្តែឥឡូវដល់ទេសចរវាធ្លាក់ចុះដោយសារគេឈ្មោះប្រទេសកម្ពុជាវាអាក្រក់គេដឹងថាប្រទេសកម្ពុជាបានคล้ายទៅជាប្រទេសចៅគេកំពុងតែតាមចាប់ចៅចិនស៊ីគេដឹងថាចិនស៊ីមានទីតាំងធំនៅប្រទេសកម្ពុជាហើយថ្មីនេះប្រទេសកម្ពុជាការពារចៅគេកំពុងតែតាមចាប់គេចោតប្រកាន់ហ្នឹងទៅការពារចៅថាទេអត់មានអីខុសច្បាប់ទេគឺឃើញថាវាកាឡាសាគឺការពារចៅអញ្ចឹងរូបភាពប្រទេសកម្ពុជាហ្នឹងគឺគេឈ្មោះយើងកិត្តិយសយើងគឺអាប់អោនមែនទេហើយគេដឹងថាមានអ្នកដែលចាញ់បោកគេនៅប្រទេសកម្ពុជារងគ្រោះគេចាប់បង្ខំឲ្យធ្វើការដូចជាទាសកលហើយគេសម្លាប់ទៀតជនជាតិកូរ៉េម្នាក់ដែលត្រូវគេសម្លាប់ហ្នឹងគឺធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រទេសដែលគេមានពលរដ្ឋគេរងគ្រោះនៅប្រទេសកម្ពុជាអញ្ចឹងទេសចរគឺធ្លាក់ចុះគឺដោយសារសកម្មភាពចោលដែលវាមកបោះទីតាំងនៅប្រទេសកម្ពុជាឲ្យមានការភ័យខ្លាចទេសចរធម្មតាគឺគេជប់ហ៊ានមកប្រទេសកម្ពុជាហើយដែលការប៉ះពាល់មួយទៀតគឺវិនិយោគអ្នកដែលគេអាចមកបណ្ដាក់ទុននៅស្រុកខ្មែរគេមកបើករោងចក្រគេផ្ដល់ការងារឲ្យពលរដ្ឋខ្មែរមានការងារធ្វើគឺអ្នកដែលគេមានលទ្ធភាពហើយមានថាគេឈ្មោះអ្នកវិនិយោគមានលក្ខណៈអន្តរជាតិគេអត់មកទេគេដឹងថាស្រុកខ្មែរខ្លាយទៅជាប្រទេសចោលគ្មាននរណាចង់មករកស៊ីនៅប្រទេសចោលឲ្យមានតែរកស៊ីជាមួយចោលអញ្ចឹងគេជៀសវាងគេទៅបណ្ដាក់ទុននៅប្រទេសណាផ្សេងដែលអត់មានពាក់ព័ន្ធជាមួយចោលដូចនៅប្រទេសកម្ពុជាហ្នឹងយើងខាតធំពីព្រោះប្រទេសយើងត្រូវការគេមកបណ្ដាក់ទុនមកវិនិយោគគេមកបើករោងចក្រគេមកបើកសហគ្រាសហើយវិស័យល្អដូចជាវិស័យអេឡិចត្រូនិកវិស័យទូរស័ព្ទវិស័យថ្នាំពេទ្យអីហ្នឹងដែលយើងត្រូវការគឺគេអត់មកហើយគេទៅបើកនៅប្រទេសជិតខាងដែលអត់មានគេឈ្មោះអាក្រក់ជាប្រទេសចោលដូចប្រទេសកម្ពុជាហ្នឹងធ្វើឲ្យពលរដ្ឋខ្មែរខាត
ខាត់ឱកាសមានការងារល្អដោយសារហ៊ុនសែនទៅសាច់គុកជាមួយចៅអ្នកដែលមករកស៊ីនៅស្រុកខ្មែរច្រើនតែអ្នកដែលលក្ខណៈមិនច្បាស់លាស់រកស៊ីកញ្ឆក់ទៅទៀតអត់មានចំណេញអីដល់ប្រទេសយើងដល់ប្រជាពលរដ្ឋយើងគេចំណេញគេថាគេមកកាប់ឈើគេមកទិញដីលក់ដីគេមកធ្វើអាជីវកម្មលឿរ៉ែហើយរ៉ែហ្នឹងគឺពួកចៅហ្នឹងគឺវាជាមួយពួកចិនជាទូទៅហ្នឹងគឺមកប្លន់ទ្រព្យសម្បត្តិយើងរ៉ែមាសយើងច្រើនយើងមិនដែលឃើញសមោលមាសមួយជាប៉ុន្តែគេដឹកពីស្រុកយើងទៅរកតោនអាហ្នឹងគឺមកប្លន់ហ្នឹងណាមកប្លន់ទ្រព្យសម្បត្តិជាតិដូចប្លន់ដីធ្លីប្លន់ព្រៃឈើហ្នឹងគឺមកប្លន់ពីយើងហើយអ្នកនេះរកស៊ីហ្នឹងក៏រកស៊ីអារឿងប្លន់អារឿងលបែងស៊ីសងអារឿងលៀងលុយអានេះអីវាអត់មានចំណេញអីប្រទេសកម្ពុជាតទៅសោះហ្នឹងខ្ញុំនិយាយឲ្យខ្លីទៅគឺផលប៉ះពាល់ដែលហ៊ុនសែនទៅរកស៊ីជាមួយចៅចូលដៃជាមួយចៅធ្វើឲ្យប្រទេសកម្ពុជាបងខាត់ផលប្រយោជន៍ខាត់បងច្រើនណាស់ពិសេសខាត់បងការងារខាត់បងជីវភាពរស់នៅហើយធ្វើឲ្យអនាគតយុវជនខ្មែរគឺអាប់អួរមែនទែនដោយសារជំរឿសរបស់ហ៊ុនសែនទៅរកស៊ីជាមួយចៅនេះបាទអរគុណអាដាមឥឡូវនេះមុននឹងសំណួររបស់ខ្ញុំបាទមានអ្នកស្ដាប់នឹងសួរមកអាដាមចំណុចនេះគាត់សួរថាគាត់ឈ្មោះថា Bus Perfume គាត់ថាឃើញមានព័ត៌មានចុះផ្សាយអំពីការចុះចាប់ជនឆបោកច្រើនដងម្ដងចាប់បានរាប់រយរាប់ពាន់ក៏ប៉ុន្តែចាប់នឹងគឺដូចជាចាប់មិនចេះអស់សោះតើមកពីមូលហេតុអីបានជាចាប់អត់អស់សោះអាដាមគេអត់ហ៊ានប៉ះអ្នកដែលហ៊ុនសែនការពារអ្នកដែលហ៊ុនសែនការពារនឹងតើតចៅធំហើយលុយហ៊ុនសែនច្រើនហ៊ុនសែនគឺរស់ដោយសារចៅធំហ្នឹងអញ្ចឹងហ៊ុនសែនការពារអាចៅធំហ្នឹងដែលចាប់ហ្នឹងចាប់គាត់ឲ្យល្អមើលទេចាប់តែអាចៅកប៉ិចកប៉ុកគ្មានបានការទេប៉ុន្តែបណ្ដាញចៅធំហ្នឹងវានៅតែដំណើរការជាធម្មតាហ្នឹងហើយរបៀបថារបបហ៊ុនសែនចង់ភូតផលអន្តរជាតិណាខ្ញុំសូមជម្រាបថាមានតំណាងប៉ូលីសអាមេរិកនៅលើទឹកដីប្រទេសកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងគឺគេឃើញគេដឹងការពិតថាហ៊ុនសែនអត់ហ៊ានប៉ះពាល់អាចៅធំទេអាចៅធំគឺវាធ្វើសកម្មភាពដដែលឬមួយក៏វាពួនដោយសវត្ថភាពវាត្រូវគេចាប់ដាក់គុកហើយប៉ុន្តែហ៊ុនសែនជួយការពារហ៊ុនសែនប្រាប់មុនដូចមុនប្រទេសអាមេរិកមកដល់ទីក្រុងភ្នំពេញមកចាប់ឈិនស៊ីហ៊ុនសែនប្រាប់ឈិនស៊ីថារត់ទៅប្រទេសអាមេរិកមកដល់ហើយទោះជាប្រទេសអាមេរិកគេប្រាប់តែ2-3ម៉ោងមុនគេអត់ប្រាប់យូរប្រាប់2-3ម៉ោងមុនបើ2-3ម៉ោងមុននោះវាគ្រប់គ្រាន់ហើយដើម្បីហ៊ុនសែនប្រាប់ឈិនស៊ីថារត់ទៅប្រទេសអាមេរិកមកដល់ហើយអញ្ចឹងមកគេដឹងរឿងនឹងទាំងអស់នឹងពីព្រោះកប៉ាល់ហោះឈិនស៊ីទៅណាគេតាមដានចុះពីកន្លែងមួយទៅកន្លែងមួយគេដឹងទាំងអស់ពីព្រោះនេះជាការជាសហការប្រទេសពាក់ព័ន្ធទាំងអស់គេសហការដូចគេមានមជ្ឈបាយតាមដានច្បាស់លាស់ណាគេដឹងកាន់តែច្បាស់ឡើងឥឡូវហ្នឹងគឺថា Gen Z ហ្នឹងវាស្អិតរមួតវានៅក្នុងប្រព័ន្ធដឹកនាំប្រទេសដែលមានហ៊ុនសែនហ៊ុនម៉ាណែតជាក្បាលម៉ាស៊ីននេះតែបន្តិចទៀតនេះដូចខ្ញុំជម្រាបអញ្ចឹងគេនឹងមកដល់ប្រទេសកម្ពុជាគេនឹងចាត់វិធានការធំឥឡូវគេបង្ក្រាបពួកចៅបណ្ដាញចៅទូទាំងពិភពលោកសិនដល់ពួកចៅនឹងអត់ផ្លូវដើរក្រៅពីប្រទេសកម្ពុជាគេមកសម្រុកចាប់ពួកចៅនៅប្រទេសកម្ពុជាតែម្ដងពេលហ្នឹងដោយតែហ៊ុនសែនបាទអរគុណអាដាមបន្ថែមពីលើអាដាមនេះនៅពេលដែលគេស្រាវជ្រាវហើយដើម្បីចាប់រកឃើញការប្រព្រឹត្តអំពើអក្រិតកម្មនៅប្រទេសកម្ពុជារបស់ Gen Z នេះក៏មានសេចក្តីរាយការណ៍មកថាការបន្តចាប់ខ្លួនឲ្យឃើញទៅចាប់កន្លែងនេះចាប់កន្លែងនោះអីហ្នឹងភាគច្រើនសុទ្ធតែជាឆាកល្ខោនគេបង្កើតឆាកល្ខោនអញ្ចឹងមកដើម្បីឲ្យឃើញថារដ្ឋាភិបាលក្រុងភ្នំពេញហ្នឹងគឺប្រកាសជាបានប្រយុទ្ធប្រឆាំងនឹងអំពើខ្ចប់បោកអនឡាញអីពិតប្រាកដមែនហើយដែលដូចអាដាមមានប្រសាសន៍មិញហ្នឹងអញ្ចឹងការបោកប្រាស់មែនតែនដែលមេខ្លោងធំមែនតែនហ្នឹងគឺមានការពារយ៉ាងគុតមុតជាពិសេសពីសំណាក់មេដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលក្រុងភ្នំពេញហ្នឹងតែម្ដងអាហ្នឹងហើយបានជាឃើញថាជុកចាប់ហើយចាប់ទៀតប៉ុន្តែទីបំផុតហ្នឹងវានៅតែមានការប្រព្រឹត្តអំពើទរណកម្មទៅលើពលករមានការបង្កើតឧស្សាហកម្មបោកប្រាស់អនឡាញហ្នឹងយ៉ាងទំហំធំលំដាប់ពិភពលោកបែបនេះខ្ញុំបាទសូមបើកវងកញ្ចក់ឲ្យជម្រាបជូនលោកអ្នកនាងកញ្ញាបន្តិចចំពោះលោកអ្នកនាងកញ្ញាដែលឆ្ងល់ថាតើGen Z ដែលបើកក្រុមហ៊ុន Prince នៅប្រទេសកម្ពុជានេះគេរកស៊ីបែបណាដែលធ្វើឲ្យល្បីឈ្មោះពេញពិភពលោកថាប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលកណ្ដាលមួយនៃឧស្សាហកម្មបោកប្រាស់អនឡាញហើយបានលួចលុយប្រជាពលរដ្ឋពីពិភពលោកនោះរហូតទៅដល់ម្ដុំ$15,000 លាននោះអាដាមសំរងស៊ីបានលើកឡើងខ្លះហើយទី1គឺគេបើកធនាគារ Prince នៅប្រទេសកម្ពុជានឹងដើម្បីជួយលាងលុយកខ្វក់ទី2ទៀតនឹងគឺគេបានបើកសង់ទីក្រុងឧទាហរណ៍ថានៅក្រុងព្រះសីហនុដែលយើងថាកំពង់សោមជាដើម
ហ្នឹងសង់អគារធំសង់កាស៊ីណូសង់សន្តាគារឲ្យធំហ្នឹងតាមពិតហ្នឹងមិនមែនសម្រាប់ទទួលភ្ញៀវទេឬមួយក៏ទទួលភ្ញៀវគ្រាន់តែជាការបិទមុខពីក្រោយឆាកទៅពីមុខឆាកតែប៉ុណ្្នឹងទេពីក្រោយឆាកឯនោះវិញគេយកសន្តាគារគេយកកាស៊ីណូធំទាំងអស់ហ្នឹងទៅជាកន្លែងឃុំឃាំងមនុស្សទៅវិញដើម្បីធ្វើទារុណកម្មមានការបែកធ្លាយវីដេអូនឹងច្រើនណាស់គេយកសន្តាគារធំហ្នឹងធ្វើទារុណកម្មមនុស្សហ្នឹងដែលគេលបួងមកពីគ្រប់ទិសទីថាមកធ្វើការនៅប្រទេសកម្ពុជាទៅបានលុយច្រើនបានអីច្រើនទីបំផុតទៅគេចាប់ឃុំឃាំងពួកទាំងអស់ហ្នឹងហើយដើម្បីឲ្យរកស៊ីបោកប្រាស់អនឡាញការរកស៊ីបោកប្រាស់អនឡាញនេះមានច្រើនទម្រង់ណាស់ក៏ប៉ុន្តែលោកនាងកញ្ញាក៏ប្រហែលជាបានដឹងខ្លះដែរគេដើរតួជាស្ត្រីស្អាតអីចឹងទៅគេរកលេខទូរស័ព្ទយើងឃើញទៅគេបញ្ជូនលេខទូរស័ព្ទនឹងមកសួរស្ដីបងអីចឹងទៅឧទាហរណ៍បើគេសរសេរជាភាសាខ្មែរឬក៏សរសេរជាភាសាអង់គ្លេសមកគេផ្ញើរូបថតទៅថាគេនឹងឯងជាស្រីស្អាតចឹងទៅគេចង់មានតំណែងតំណងចឹងទៅហើយក៏គេមានវិធីគេមានអ្នកខ្លះចាញ់បោកគេមានតំណែងតំណងស្នេហាចឹងទៅហើយឲ្យផ្ញើលុយផ្ញើកាក់ផ្ញើរូបភាពអាភិសអីចឹងមកហើយគេយករូបភាពអស់ហ្នឹងដើម្បីជាការចម្រិតបើសិនជាឯងមិនឲ្យលុយថែមទេគេនឹងបញ្ចេញរូបភាពនេះទៅតាមអនឡាញអីចឹងទៅហើយការរូបភាពហ្នឹងគេផ្ញើទៅផ្ញើមកពីខាងនេះគេផ្ញើទៅមុនអីចឹងទៅដល់ហើយមានទំនុកទុកចិត្តនឹងគ្នាគេផ្ញើចុះផ្ញើឡើងដូច្នេះការបោកប្រាស់អនឡាញហ្នឹងមានច្រើនទម្រង់ណាស់នេះហើយជារបៀបរកស៊ីហើយនេះហើយដែលគេច្រើនចាត់ទុកថាប្រទេសកម្ពុជានឹងបានបណ្ដោយឲ្យមានការពលកម្មបង្ខំចាប់មនុស្សមកដើម្បីចាក់សោទុកទៅបង្ខំហើយវាយដំបើមិនធ្វើតាមនេះជាដើមនេះជារបៀបរកស៊ីរបស់ក្រុមហ៊ុន Print ដែលដឹកនាំដោយ Gen Z ដែលគេទើបតែរកឃើញតែជាអក្រិតជនមេអក្រិតជនបោកប្រាស់ដ៏ធំនៅលើពិភពលោកនេះបាទតកតងទៅនឹងការពង្រីកអធិបុលរបស់ Gen Z នេះវិញយើងដឹងទាំងអស់គ្នាហើយជននេះមិនមែនមកបើកក្រុមហ៊ុនមិនមែនមកពង្រីកអធិបុលពង្រីកអំណាចបានដោយខ្លួនឯងនៅប្រទេសកម្ពុជានេះទេគាត់បានបង្កប់ពង្រីកអធិបុលដ៏ធំរបស់គាត់នេះពីព្រោះអីពីព្រោះគាត់បានក្លាយទៅជាទីប្រឹក្សារបស់លោកហ៊ុនសែនធ្វើដំណើរជាមួយលោកហ៊ុនសែនសូម្បីតែទៅកិច្ចប្រជុំនៅអង្គការសហប្រជាជាតិក៏គាត់ធ្លាប់ធ្វើដំណើររួមដំណើរជាមួយនឹងលោកហ៊ុនសែនដែរទៅទស្សនកិច្ចនៅប្រទេសគុយបាជាឧទាហរណ៍ក៏គាត់ធ្លាប់ធ្វើដំណើរជាមួយលោកហ៊ុនសែនដែរនៅពេលដែលលោកហ៊ុនសែនទៅកាន់តំណែងមួយទៀតទៅនៅពេលដែលកូនប្រុសគាត់ឡើងកាន់តំណែងមក Gen Z នឹងក៏คล้ายខ្លួនទៅជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីថ្មីនេះដែរគាត់ក៏ធ្លាប់ធ្វើជាទីប្រឹក្សារបស់ក្រសួងមហាផ្ទៃក្រៅទៅពីនឹងគាត់បានទទួលសញ្ជាតិខ្មែរថែមទៀតផងហើយគាត់ធ្លាប់ឲ្យលុយដោយលោកនាយករដ្ឋមន្ត្រីដោយលោកសំរងស៊ីលើកឡើងចឹងគាត់ធ្លាប់ឲ្យលុយទៅលោកហ៊ុនសែនរាប់លានដុល្លារជាពិសេសនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឯនឹងជាដើមទទួលលុយហើយរឿងអស់នេះមិនមែនតែយើងទៅស្រាវជ្រាវដឹងទេការពិតហ្នឹងគឺលោកហ៊ុនសែនតែម្ដងធ្លាប់អួតអាងតែម្ដងគឺថាអួតអាងថា Gen Z នេះធ្លាប់ទិញជួលគាត់ធ្វើដំណើរទៅអង្គការសហប្រជាជាតិនេះមិនប្រើលុយកប៉ៅឬមួយក៏មិនប្រើលុយរបស់ជាតិទេគឺជាលុយរបស់អ្នកវិនិយោគក្រោយមកបានយើងដឹងថាសុទ្ធតែជាអ្នកវិនិយោគចិនទាំងអស់ហ្នឹងបន្ទាប់មកទៀតលោកក៏បានទទួលគោរមងារជាអ្នកអង្គញាហើយយើងដឹងហើយអ្នកអង្គញាដើម្បីបានគោរមងារអ្នកអង្គញាបានតើតបងលុយម្ដុំជាងកន្លះលានអីទៅបានគោរមងារអ្នកអង្គញានេះដូច្នេះនេះមិនមែនជាអាជីវកម្មអីណា Gen Z មកបើកអីធ្វើវិនិយោគអីអង្គញាចិត្តធေါ်អ្នករកស៊ីសប្បុរសអីទេនេះគឺជាកិច្ចការពារនយោបាយតំណែងតំណងរវាងអក្រិតជននិងអ្នកនយោបាយសិក្សាតែម្ដងងាកមកសំណួររបស់ខ្ញុំបាទនៅពេលដែលខ្ញុំនិយាយដល់ត្រឹមនេះតើលោកសំរងស៊ីគិតយ៉ាងម៉េចដែរហេតុអីបានជាជនដែលគេរកឃើញថាជាមេអក្រិតកម្មបោកប្រាស់អនឡាញលំដាប់ពិភពលោកនេះស្រាប់តែហើយបោកលុយនោះគឺបោកលុយរាប់ពាន់លានដុល្លារហើយចាប់មនុស្សធ្វើទរណកម្មទៀតផងហើយចាប់មនុស្សធ្វើទរណកម្មនៅក្នុងប្រទេសកម្ពុជាគេធ្លាប់ថតបានគេធ្លាប់បញ្ចេញមកហើយក៏ប៉ុន្តែទីបំផុតបានคล้ายទៅជាទីប្រឹក្សាទាំងឪពុកទាំងកូនមេដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជាហេតុអីអាដាមពីព្រោះហ៊ុនសែនរបបហ៊ុនសែនមិនចេះរកប្រាក់ចំណូលស្របច្បាប់ទេគឺបានក្បាលស៊ីក្បាលបានកតុយស៊ីកតុយគឺមិនញញើតធ្វើអីក៏ធ្វើដែររកស៊ីជាមួយចៅជាការធម្មតារបស់គាត់ហើយមិនមែនជាចៃដន្យទេគឺសម័យនេះ4-10ឆ្នាំចុងក្រោយនេះពួកចៅអន្តរជាតិនឹងវារកងាយវារកប្រាក់ចំណូលងាយពីព្រោះតាមប្រព័ន្ធអ៊ីនធឺណិតតាក់ទងគ្នាក៏ងាយផ្ញើលុយទទួលលុយក៏ងាយមិនដែលងាយមិនដែលឆាប់ហើយចំនួនមិនដែលច្រើនផ្ញើចុះផ្ញើឡើងដោយសម័យនេះទេអញ្ចឹងអាវិធីឆោបោកហ្នឹងវាក៏មានច្រើនយ៉ាងដែរអាឆោបោកមួយហ្នឹងគឺតាមរយៈតំណមនុស្សរាប់ម៉ឺនរាប់សែនអ្នករាប់លានអ្នកទូទាំងពិភពលោកណាទោះជាតាក់ទងមនុស្ស100អ្នកបើ90អ្នកអត់ជឿប្រហែល10អ្នកជឿណាបើ10អ្នកជឿដល់10អ្នកហ្នឹងចាញ់បោកគេគឺអាចចាញ់បោកគាត់ធ្ងន់ពួកចៅវាបបួលរកស៊ីគេថាវិនិយោគជាមួយវាទៅណាវាមានឱកាសយកលុយយើងនឹងទៅគ្រប់គ្រងចំណេញច្រើនវាចេះបញ្ចុះបញ្ចូលយើងតាមរូបភាពខ្លាំងខ្លាយវិធីឆោបោកទៅឆោបោកទៅតែប៉ាកែឆោបោក
ចឹងចេះតែផ្ញើលុយឲ្យវាទៅណាគេវាថាវាយកទៅបានចំណេញច្រើនវាចែកមកវិញមើលដំបងមួយថ្ងៃមួយខែអីពីរខែដំបងវាឲ្យមែនវាថាចំណេញច្រើនចឹងញ៉ាំចេះតែដាក់លុយថែមស្រាប់តែថ្ងៃណាមួយវាថាទេអត់ទេឥឡូវហ្នឹងសុំបញ្ចប់ហើយតំណតំណងហ្នឹងសុំបញ្ចប់ហើយវាលាយឡំរឿងតំណតំណងស្នេហាគេវាបោករឿងអីផ្សេងមនុស្សសញ្ចេតនាគេវាបោកគ្រប់សពគ្រប់បែបហើយតំណតំណងតាមអ៊ីនធឺណិតហ្នឹងតំណតំណងមនុស្សបានច្រើនបានងាយទូទាំងពិភពលោកអញ្ចឹងលុយហ្នឹងវាប្រមូលមកបានច្រើនបានងាយពីទូទាំងពិភពលោកតែមានចំណុចខ្សោយមួយគឺតាមធនាគារអាលុយដែលផ្ទេរចុះផ្ទេរឡើងហ្នឹងគឺច្រើនតែលុយជាដុល្លារហើយលុយជាដុល្លារគឺសហរដ្ឋអាមេរិកគ្រប់គ្រងបានទាំងអស់គេចង់បង្កក់ពេលណាគេបង្កក់ពេលហ្នឹងអញ្ចឹងបានលុយដែល Chenzi ក្រុម Chenzi រកបាន15,000 លានដុល្លារណា15,000 លានដុល្លារមួយរំពេចភ្នែកគេបង្កក់គេថាអត់ប្រើអីបានទេនៅកន្លែងណានៅធនាគារអីកន្លែងណាប្រព័ន្ធធនាគារទូទាំងពិភពលោកដែលអាមេរិកមានទួនាទីជាមួយលោកសេរីអត់មានកុំនេះអត់មានមកលាយឡំក្នុងរឿងហ្នឹងទេអញ្ចឹងលោកសេរីគឺអាចបង្កក់លុយអាចចាប់លុយអ្នកដែលគេសង្ស័យហើយរឿង Chenzi នេះមិនទៅសង្ស័យគេដឹងច្បាស់តែចំពោះប្រទេសកម្ពុជាប្រព័ន្ធធនាគារនៅប្រទេសកម្ពុជាក៏មានចោលមានឥទ្ធិពលខ្លាំងដែរដែលបោកបញ្ឆោតប្រជាពលរដ្ឋរឹបអូសដីធ្លីប្រជាពលរដ្ឋជំរុញឲ្យប្រជាពលរដ្ឋខ្ចីលុយការប្រាក់ខ្ពស់គួយធ្វើអត់លុយសល់គេថាអញ្ចឹងខ្ចីថែមទៀតខ្ចីកាន់តែច្រើនទៅគឺវាន់ក៏រើបំរាស់អត់រួចអញ្ចឹងប្រព័ន្ធធនាគារនៅស្រុកខ្មែរដែលវារកលុយបានច្រើនគឺវាជាការឆោបោកមួយយ៉ាងមកលើប្រជាពលរដ្ឋអញ្ចឹងវាដោយទាំងអស់ហ្នឹងណាពួកក្រុមចៅធនាគារ Chenzi ធនាគារ Chenzi ក៏មានពាក់ព័ន្ធជាមួយធនាគារដទៃទៀតហើយធនាគារប្រព័ន្ធធនាគារមួយផ្នែកធំនោះគឺក្រុមគ្រួសារហ៊ុនសែនហ៊ុនម៉ានីហ៊ុនស្អីហ៊ុនម៉ាណាហ៊ុនអីប៊ុនរ៉ានីហ្នឹងគឺជាអ្នកមានភាគហ៊ុនច្រើនក្នុងប្រព័ន្ធធនាគារក្នុងធនាគារជាច្រើននៅប្រទេសកម្ពុជាដល់ការស្រាវជ្រាវរបស់គេនឹងរកឃើញថាលុយនោះវាពាក់ព័ន្ធនឹងរឿងចោលអញ្ចឹងគេនឹងបង្កក់ហើយគេនឹងផ្អាកកុំឲ្យតំណែងណាឲ្យយើងឯកោអាប្រព័ន្ធធនាគារយើងគាំងលុយនេះដាក់នៅក្រៅប្រហែលគេបង្កក់គេផ្អាកកុំឲ្យមានតំណែងគ្នាទៀតអានឹងដូចជាបាត់បង់ហើយអញ្ចឹងបានផលប៉ះពាល់ហិរញ្ញវត្ថុមកលើប្រព័ន្ធធនាគារនៅប្រទេសកម្ពុជាដែលមិនអាចដំណើរការឯកោតែឯងពេលគេចាត់វិធានការទូទាំងពិភពលោកពេលហ្នឹងយើងឃើញផលប៉ះពាល់មកដល់ហើយអញ្ចឹងប្រជាពលរដ្ឋខ្មែរខ្លះមានលុយដាក់ក្នុងធនាគារដឹងខ្លួនហើយចង់ដកប៉ុន្តែគេមិនឲ្យដកផងណាបើមានប្រមាណគេទេដកតែមួយផ្នែកមិនឲ្យដកលុយដែលយើងមានប្រមាណផ្ញើឲ្យគេអញ្ចឹងមានន័យថាវាចាប់ផ្ដើមមានវិបត្តិហើយសំណាញ់ច្បាប់ណាតាមប្រព័ន្ធហិរញ្ញវត្ថុនោះគឺវាកាន់តែរឹតកាន់តែតឹងធ្វើឲ្យរបបហ៊ុនសែនហ្នឹងចិត្តដាច់ខ្យល់ហើយវាអស់មានលុយដែល Chenzi ឲ្យយ៉ាងសន្ធឹកសន្ធាប់យ៉ាងងាយឥឡូវហ្នឹងវាបាត់ហើយអាប្រាក់ចំណូលអញ្ចឹងបានយើងនឹងឃើញប្រហែលខែខាងមុខហ្នឹងយើងឃើញថារបបហ៊ុនសែនហ្នឹងគឺជួបបញ្ហាដើម្បីដំណើរការទៅមុខណារហូតដល់ពេលគេមកចាប់ហ៊ុនសែនតែម្ដងព្រោះហ៊ុនសែនមិនអាចប្រកែកបានទេហ៊ុនសែនគឺចូលដៃជាមួយចោលមានការទទួលខុសត្រូវធ្ងន់ណាស់បាទអរគុណអាដាមឥឡូវនេះខ្ញុំចង់អានសំណួររបស់លោកអ្នកស្ដាប់ដើម្បីសួរទៅដល់ឯកអាដាមបន្តិចមានសំណួរច្រើនប៉ុន្តែខ្ញុំសូមចោះយកសំណួរមួយរបស់លោកសារាយសុកសារាយគាត់ថាសូមសួរឯកអាដាមមួយសំណួរក្នុងករណីដែល FBI តាមរកនិងចាប់ខ្លួន Chenzi បានតើធនាគារ Prince របស់ Chenzi នឹងអាចប្រឈមមុខនឹងអ្វីខ្លះច្បាស់ហើយពីព្រោះយើងឃើញថាអង្គភាពក្រុមហ៊ុនធនាគារស្ថាប័នហិរញ្ញវត្ថុក្រុមហ៊ុនคล้ายៗយើងគាត់ថាគេឈរឈ្មោះអញ្ចឹងទេដើម្បីបាត់បង់អ្នកដែលនៅពីក្រោយអាហ្នឹងក្រុមហ៊ុនបែបហ្នឹងគេបង្កើតទៅពីណាប៉ុន្តែអ្នកដែលគេស៊ើបអង្កេតណាគេចូលទៅមើលគេកកាយគេមើលថាដែលនៅពីក្រោយក្រុមហ៊ុនខ្ញុំឃើញហ៊ុនម៉ាណែតប្រពន្ធហ៊ុនម៉ាណែតអីហ្នឹងគឺមានក្រុមហ៊ុនរបៀបហ្នឹងច្រើនណាក្រុមហ៊ុនសបកណាប៉ុន្តែអាលុយគេលាក់ហើយអាអ្នកដែលទទួលខុសត្រូវមែនតើហ្នឹងគេលាក់គឺមានខ្ញុំជឿថាមានការរកស៊ីជាមួយ Chenzi ជាមួយពួកចៅដែលបានលុយងាយហើយចៅវាប្រមូលវាថារកស៊ីជាមួយវាទៅមានភាគហ៊ុនក្នុងក្រុមហ៊ុនវាទៅវាចំណេញច្រើនវាបកកែរកស៊ីណាវានឹងចែកចាយប្រាក់ចំណេញរបស់វាហើយពួកហ៊ុនសែនហ៊ុនម៉ាណែតនេះគឺចូលចិត្តណារកស៊ីរបៀបហ្នឹងអញ្ចឹងវាមានពាក់ព័ន្ធមានន័យថាការលាតត្រដាងគេរកឃើញប៉ុន្តែគេអត់ទាន់លាតត្រដាងទៅអស់ទេបើលាតត្រដាងទៅវាអ្នកនេះពាក់ព័ន្ធវាដឹងខ្លួនវារត់វាតិចវាដកលុយវាដកអីទៅអញ្ចឹងគេពិបាកស៊ើបអង្កេតតទៀតអញ្ចឹងអាសំណុំរឿងហ្នឹងគឺវាកាន់តែកគេដឹងរឿងកាន់តែច្រើនគេដឹងកាន់តែច្បាស់ថាចំពោះប្រទេសកម្ពុជាថារបបហ៊ុនសែនហ្នឹងគប់ខិតជាមួយចោលដល់កម្រិតណាប៉ុន្តែគេអត់ទាន់បញ្ចេញទេណារឿងហ្នឹងគេត្រូវលាក់ខ្លះប៉ុន្តែយើងដឹងរឿង Chenzi ហ្នឹងកាន់តែច្រើនឡើងស៊ីជម្រៅមែនទេ
ហើយឆិនស៊ីនឹងក៏មិនឆិនស៊ីម្នាក់ឯងដែរមិនគាត់កើតមកពីណាអាយុ38ឆ្នាំមានលុយអីដល់ប៉ុណ្ណឹងបកកាយដល់ប៉ុណ្ណឹងឯងឆិនស៊ីនោះគឺគេប្រើណាមានអ្នកខ្លាំងមានអាជ្ញាធរមានក្រុមសំខាន់ជាងនឹងទៀតណាដែលការពារឆិនស៊ីនៅពីក្រោយអាហ្នឹងដូចវាបែកសបុកណាតាមរយៈឆិនស៊ីនោះវាបែកសបុកតិចទៀតហ្នឹងធ្លាក់ម្ដងមួយអញ្ចឹងបានថាដូចរំជួយផែនដីហ្នឹងតិចទៀតហ្នឹងរឿងចៅឆិនស៊ីហ្នឹងបាទមកដល់ពេលនេះលោកនាងកញ្ញាយើងមិនបានដឹងឲ្យប្រកាសថាតើ Gen Z នេះបានឲ្យលុយប៉ុន្មានទៅបុគ្គលហ៊ុនសែនឬមួយគ្រួសារលោកហ៊ុនសែនទេអ្វីដែលយើងដឹងគឺដឹងតាមតែការអួតអាងរបស់លោកហ៊ុនសែនផ្ទាល់ឧទាហរណ៍លោកហ៊ុនសែនបានអួតអាងអំពីការដែលធ្វើដំណើរទៅទីក្រុងញូវយ៉កធ្វើដំណើរតាមយន្តហោះហ្នឹងគឺទៅប្រជុំអង្គការសហប្រជាជាតិអីហ្នឹងគឺថាមិនចាយលុយរត់ទេគឺចាយលុយរបស់អ្នកវិនិយោគក្រោយមកបានយើងដឹងថាគឺជាអ្នកវិនិយោគចិនដែលជាអតិថិជនតែម្ដងក្រៅពីការជួយដល់លោកហ៊ុនសែនក្នុងរឿងទស្សនកិច្ចផ្លូវរដ្ឋអីដែលផ្ដល់ឲ្យដោយ Gen Z នេះគ្រួសារលោកហ៊ុនសែនផ្ទាល់នឹងតែម្ដងក៏បានបង្ហាញឲ្យគេដឹងដែរប្រហែលជាទុកមិនជាប់មិនដឹងឧទាហរណ៍ចៅប្រុសរបស់គាត់មួយរូបឈ្មោះហ៊ុនបញ្ញបុត្រជាដើមនៅក្នុងសម័យដែលមានជំងឺ Covid នឹងនៅពេលហ្នឹងគាត់កំពុងតែជាប់គាំងនៅទីក្រុងមែលប៊ននៃប្រទេសអូស្ត្រាលីហើយមានកប៉ាល់ហោះឯកជននឹងទៅដឹកយកហ៊ុនបញ្ញបុត្រនឹងពីប្រទេសអូស្ត្រាលីនឹងមកជាដើមគឺហ៊ុនបញ្ញបុត្រខ្លួនឯងជាអ្នកបង្ហាញនៅលើ Instagram ថាមានកប៉ាល់ហោះមកយកគាត់ហើយបានបង្ហាញfly manifest នឹងបញ្ជីកប៉ាល់ហោះចេញចូលនឹងដើម្បីបង្អួតឲ្យគេឯងដឹងដូច្នេះមកដល់ពេលនេះអ្វីដែលយើងដឹងនឹងគឺដឹងតាមការបង្អួតរបស់លោកហ៊ុនសែនបង្អួតរបស់ក្រុមគ្រួសារតកូលហ៊ុននឹងតែម្ដងយើងមិនទាន់ដឹងប្រកាសថាតើក្រៅពីការបង្អួតនឹងតើមានអ្វីទៀតនៅពីក្រោយឆាកនោះទេប៉ុន្តែអាដាមបានលើកឲ្យថាទីបំផុតហ្នឹងគឺគេបញ្ចេញតិចម្ដងយើងនឹងអាចដឹងពេលដែលយើងដឹងយើងនឹងយករឿងនេះមកជួយលោកអ្នកនាងក៏ប៉ុន្តែសំណួរខ្ញុំទៅកាន់អាដាមសាមរិទ្ធស៊ីGen Zនេះដូចខ្ញុំបានរៀបរាប់លោកហ៊ុនសែនអួតថាបានផ្ដល់លុយផ្ដល់កាក់ឲ្យក្នុងការជួយពេលដែលមានទិញវ៉ាក់សាំង COVID អីជាដើមនឹង Gen Z នឹងបានបង្ហោះសារលោកហ៊ុនសែននឹងបានអួតអាងថាជួយ 3-4 លានអីនឹងជាដើមជួយថ្លៃសម្បត្តិយន្តហោះជួយជួលយន្តហោះអីទៅជាដើមអាហ្នឹងក្នុងករណីថាវាផ្លូវរដ្ឋក៏ប៉ុន្តែចំពោះផ្លូវឯកជនវិញវាជួយរហូតដល់ទៅដឹកចៅលោកម្នាក់ឯងពីអ្នកសង្សារខ្លួនពីទីក្រុងមែលប៊នមកភ្នំពេញអីជាដើមតើទំនាក់ទំនងដែលឈានចូលដល់ជួយដល់កូនចៅលោកហ៊ុនសែនអីនេះមានន័យថាទំនាក់ទំនងលូកដៃចូលទៅដល់ក្រុមគ្រួសារតកូលហ៊ុននឹងសម្បើមណាស់តើទំនាក់ទំនងឯកជនបែបហ្នឹងតើវាប្រាប់យើងបែបណាតើពីក្រោយឆាកមានរឿងអីខ្លះតើទំនាក់ទំនងនោះវាអាចចិត្តដិតបែបណាដែរដែលរហូតដល់តែជួយជឿឆ្អាលរហូតដល់ទៅដឹកចៅរបស់លោកហ៊ុនសែនក្នុងរឿងផ្ទាល់ខ្លួនទៀតនោះឯដល់អានឹងផលប្រយោជន៍វាទៅវិញទៅមកឆិនស៊ីវាជួយហ៊ុនសែនដើម្បីឲ្យហ៊ុនសែនការពារវាបើហ៊ុនសែនមិនការពារវាក៏អត់មានលទ្ធភាពរកស៊ីខលខូចដូចសប្តាហ៍ដែរហើយអ្វីដែលហ៊ុនសែនត្រូវការជាងគេគឺអំណាចការពារអំណាចហ៊ុនសែនអំណាចហ៊ុនសែនហ្នឹងគឺអាស្រ័យលើអ្វីអាស្រ័យលើកងទ័ពមិនកងទ័ពទូទៅណាកងទ័ពកងកម្លាំងប្រដាប់អាវុធជាពិសេសអង្គរៈគាត់ណាដែលនៅជុំវិញគាត់ណាគឺគាត់រំពឹងលើអាកម្លាំងដែលការពារគាត់ខ្លួនហ្នឹងអត់ឆិនស៊ីចិញ្ចឹមពីព្រោះអង្គរៈហ៊ុនសែនត្រូវបំពន់មិនមែនទាហានធម្មតាទាហានធម្មតាដូចនៅជ័យដែរណាអាហ្នឹងខ្វះគ្រប់សពបែបយ៉ាងទាំងអស់រស់យ៉ាងដដាប់ទៅរស់ប៉ុន្តែបើអង្គរៈហ៊ុនសែនហ្នឹងស៊ីផឹកហ៊ឺហាហ៊ុនសែនត្រូវយកចិត្តអង្គរៈមេអង្គរៈហ្នឹងយកចិត្តបំពន់អញ្ចឹងត្រូវចំណាយលុយច្រើនបានពីណាមកលុយហ្នឹងគឺឆិនស៊ីអញ្ចឹងបើអត់មានឆិនស៊ីណាគឺអង្គរៈហ៊ុនសែនរត់ចោលហ៊ុនសែនហើយគេនៅជាមួយហ៊ុនសែនគេនៅពីព្រោះទទួលលុយទទួលបានកម្រៃដែលចោលផ្ដល់ឲ្យហ៊ុនសែនហើយហ៊ុនសែនផ្ដល់ឲ្យអង្គរៈរបស់ខ្លួនអញ្ចឹងកងកម្លាំងប្រដាប់អាវុធដែលការពារហ៊ុនសែននឹងមានបញ្ហាពិបាកធ្វើការដូចមុនបានហើយតែយើងឃើញថាហ៊ុនសែនគាត់ទាហានណាកងកម្លាំងប្រដាប់អាវុធដែលអាចការពារប្រទេសជាតិបានគាត់អត់មានទុកបញ្ជូនទៅការពារទឹកដីទៅតាមព្រំប្រទល់ដែរនេះគាត់យកមកភ្នំពេញមកការពារអំណាចគាត់ហើយទាហានដែលនៅការពារព្រំដែនគឺសេដ្ឋកិច្ចអ្នកក្រខ្វះខាតអត់មានសម្ភារៈគ្រប់គ្រាន់ស្បៀងអាហារអីគឺខ្វះខាតយ៉ាងធ្ងន់ធ្ងរអញ្ចឹងបានថារឿងទឹកដីរឿងព្រំដែននេះគឺហ៊ុនសែនគាត់អត់ខ្វល់ទេគាត់ខ្វល់តែអំណាចរបស់គាត់ហើយអំណាចរបស់គាត់គឺធ្វើបាបតែខ្មែរឃើញទេអ្នកដែលហ៊ានតវ៉ាអីគាត់តែលើកឡើងពីទឹកដីដែលយើងបាត់បង់អាយុជីវិតពលរដ្ឋដែលយើងបាត់បង់កិត្តិយសដែលយើងបាត់បង់គាត់តែលើកឡើងរឿងជាការពិតណាហ៊ុនសែនចាប់ដាក់គុកហ៊ុនសែនបកកែតែខ្មែរគ្នាឯងធ្វើបាបតែខ្មែរគ្នាឯងឯងប៉ុន្តែឲ្យទៅបរទេសណាបរទេសខាងណាក៏ដោយខាងលិចខាងកើតណាគេក្អកគេគម្រាមកំហែងគេមានមជ្ឈបាយ
ប៉ះពាល់គាត់អានឹងគាត់ក្រាបឥឡូវយើងឃើញហ៊ុនសែនគាត់ក្រាបដូចសត្វអញ្ចឹងអត់ហ៊ានឆ្លើយតបអត់ហ៊ានប្រតិកម្មអីទាំងអស់អាប្រតិកម្មមកធ្វើបាបទៅខ្មែរគ្នាឯងអ្នកដែលឈឺឆ្អាលពីរឿងសុខទេសអានឹងគាត់ចាប់ដាក់គុកហ្នឹងហើយយើងឃើញច្បាស់តែគាត់ធ្វើបានបែបនេះណាធ្វើបាបខ្មែរបានបែបនេះគឺដោយសារ Gen Z ណា Gen Z ចិញ្ចឹមគាត់ផ្ដល់មធ្យោបាយឲ្យគាត់តែឥឡូវអស់ពី Gen Z ខ្ញុំជឿថាខ្មែរនឹងបានធូរហើយបាទនៅពេលដែលខ្ញុំរៀបរាប់អំពីថាចៅរបស់លោកហ៊ុនសែនមួយរូបនឹងត្រូវមានកប៉ាល់ហោះក្រុមហ៊ុនដែលមានតំណែងតំណង Gen Z ទៅទទួលដល់មេ4នឹងមានអ្នកស្ដាប់ផ្សាយមកថាចៅរបស់ហ៊ុននេះតាពិតខ្ញុំបាទដឹងថាចៅហ៊ុននេះក៏ប៉ុន្តែក៏ជាចៅរបស់លោកហ៊ុនសែនដែរជាទូទៅនឹងមិនចឹងចៅរបស់បងគាត់នឹងក៏ជាចៅរបស់គាត់ដែរបើគាត់ខ្ញុំចង់បញ្ជាក់ប៉ុណ្ណឹងចៅនឹងជាចៅបង្កើតរបស់ហ៊ុននេះក៏ប៉ុន្តែក៏ជាចៅក្មួយរបស់លោកហ៊ុនសែនដូចគ្នាឥឡូវងាកមករឿងយើងវិញអាដាមមានប្រសាសន៍ថាអ្វីដែល Gen Z អាចធ្វើទៅកើតនេះមានអ្នកនៅពីក្រោយខ្នងនឹងច្រើនហើយខ្ញុំនៅតែស្នើចំពោះអ្វីដែលអក្រិតជន Gen Z នេះអាចធ្វើបានអាចសង្ងំលាក់ខ្លួនបាននៅប្រទេសកម្ពុជាមិនចេះតិចឆ្នាំទេអាចចូលទៅដល់អង្គការសហប្រជាជាតិបានអាចធ្វើដំណើរជាមួយនាយករដ្ឋមន្ត្រីខ្មែរយើងបានទៅទស្សនកិច្ចបាននោះគឺថាវាជារឿងដែលអស្ចារ្យមែនទែនសំណួររបស់ខ្ញុំបាទចំពោះអាដាមសំរងស៊ីនេះតើអក្រិតជនដែលត្រូវគេចោទថាអក្រិតជនប្រើពាក្យនេះចុះពីពួកគេអត់ទាន់ចាប់បានយកទៅដាក់កាត់ក្តីអីនៅឡើយទេគេគ្រាន់រកឃើញថាគាត់នឹងឯងជាអក្រិតជនប៉ុន្តែមិនទាន់តឡាការកាត់ទោសគាត់នៅឡើយទេតើអ្នកដែលគេកំពុងតែចោទថាជាមេអក្រិតកម្មអក្រិតជនធំបំផុតនៅលើពិភពលោកក្នុងវិស័យinternet scam នេះ cyber scam នេះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនេះវាជាអក្រិតជនមួយដែលកើតឡើងមកដោយចៃដន្យទេឬមួយក៏វាជាផលិតផលនៃកិច្ចទំនាក់ទំនងរវាងមេដឹកនាំពុករលួយហើយនឹងអ្នករកស៊ីដែលមាននិស្ស័យពុករលួយនោះវាជាផលិតផលបែបហ្នឹងឯណោះវាសារជាតិដូចគ្នាទេចោលវាលួចអីបានវាលួចហ្នឹងហើយលួចស្លឹកឆ្នោតគេហៅថាចោលលួចអំណាចពីរាជក៏គេហៅថាចោលហើយយកអំណាចដែលប្លន់ពីរាជយកមកធ្វើបាបរាជវិញអានោះគេហៅថាចោលហើយមិនតែចោលអានោះវាជាជនប្រជាការថែមទៀតអញ្ចឹងជនប្រជាការវាអត់មានសិលធម៌វាអត់មានគោលការណ៍ទេវារកស៊ីជាមួយអ្នកណាបានវានឹងរកស៊ីជាមួយអ្នកនោះហើយចោលឥឡូវនេះវាឆ្លាតណាចោលឥឡូវនេះវាមានបង្អែកណាហើយសូម្បីតែប្រទេសចិនណាប្រទេសចិនកុម្មុយនីសណាក៏គេឆ្លាតដែរពេលណាគេចាប់ប៉ុន្តែពេលណាគេបដ ாய்ឃើញមកចាប់ខ្លះពីព្រោះវាអ្នកនោះដឹងរឿងច្រើនពេកណាដែលដឹងរឿងច្រើនពេកហួចទៅថាចង់ឯករាជ្យពេកអាហ្នឹងគេអត់ទុកទេគេចាប់ហើយបាត់ខ្លួនហើយដូចហុកឡុងឌីអញ្ចឹងហុកឡុងឌីដឹងរឿងច្រើនពេកណារកស៊ីទុច្ចរិតណាកាស៊ីណូអីគាត់ធ្វើអីដែលហ៊ុនសែនភ័យចាប់ដើមភ័យហើយតែហ៊ានប៉ះហុកឡុងឌីដឹងរឿងច្រើនគាត់បកអាក្រាតហ៊ុនសែនមកវិញអញ្ចឹងហ៊ុនសែនត្រូវតែសម្លាប់ហុកឡុងឌីអញ្ចឹងពួកចៅរឿងហ្នឹងទីទៀតយើងនឹងឃើញជុំវិញ Gen Z ហ្នឹងណានឹងបាត់ខ្លួនអ្នកខ្លះគេចាប់អ្នកខ្លះគេឲ្យរួចខ្លួននៅឡើយបដោះអាសន្នយើងឃើញគេនឹងចម្រាញ់ហើយសូម្បីតែហ៊ុនសែនខ្លួនឯងហ្នឹងមិនហ៊ានបកអាក្រាតហ៊ានវាយចោលវិញទៅអបមាទេណាក្បត់ចោលអាហ្នឹងចោលរបៀបវាធ្វើការវាអត់ញញើតទេណាដែលរកស៊ីជាមួយវាដែលវាធ្លាប់ឲ្យលុយហើយបើក្បត់វាមានមធ្យោបាយសម្រាប់វិញណាយើងឃើញទម្លាប់ចោលក្នុងពិភពលោកកម្រិតហ្នឹងគឺវាសាហាវវាសម្រាប់គ្នាទៅវិញទៅមកប៉ុន្តែត្រឡប់មករឿង Gen Z ណាមិនមែន Gen Z តែឯងទេ Gen Z ហ្នឹងគឺឈរឈ្មោះឲ្យទៀតទេឈរឈ្មោះឲ្យគេមានអាចោលធំមួយទៅចេញពីគុកនៅម៉ាកៅនៅចិនកុម្មុយនីសណាកន្លែងហ្នឹងកាបនលបែងស៊ីសងសម្បើមហើយមេចោលធំហ្នឹងគាត់ចាយគាត់អាយុ80ហើយគាត់ទៅចេញពីគុកប៉ុន្តែគាត់នៅតែធ្វើជាមេក្រុមគាត់អ្នកទាញខ្សែពីក្រោយណាហើយតែគាត់ប្រើ Gen Z ហ្នឹងអញ្ចឹងអាក្រុមចោលហ្នឹងគឺវាមានបណ្ដាញវាវែងឆ្ងាយហើយសូម្បីតែគណៈបកកុម្មុយនីសចិនជួនកាលគេពិបាកតាក់ទងផ្លូវទូតធម្មតាតាមរយៈរដ្ឋាភិបាលគេប្រើអ្នករកស៊ីគេឲ្យថាអូអ្នកវិនិយោគទៅតាក់ទងអ្នកនេះអ្នកនោះទៅណាត្រូវសោកលុយទៅធ្វើម៉េចឲ្យចូលក្នុងចំណោមអ្នកដឹកនាំប្រទេសណាមួយដែលគេចង់បង្កើនឥទ្ធិពលរបស់គេគឺគេប្រើអ្នករកស៊ីហើយអ្នករកស៊ីនោះវាមានច្រើនប្រភេទក្នុងចំណោមអ្នករកស៊ីមានអាចោលវាមកបន្លំធ្វើជាអ្នករកស៊ីចោលវាមកប្រទេសណាមួយវាមិនដែរថាខ្ញុំចោលវាថាខ្ញុំអ្នករកស៊ីខ្ញុំធ្វើវីដេអូខ្ញុំសាងសង់កាស៊ីណូខ្ញុំទិញដីខ្ញុំបើកធនាគារអញ្ចឹងហើយបានចោលវាចេញមុខណាវាចេញមុខក្នុងលក្ខណៈវាពាក់មុខជាអ្នករកស៊ីហើយអាអ្នករកស៊ីហ្នឹងគឺគេប្រើដែរមានមួយជាន់ទៀតខ្ពស់គេប្រើគេចម្រាញ់គេដោះដូរអញ្ចឹងហើយវាមានការវិវត្តក្នុងមជ្ឈដ្ឋានចោលនោះក៏មានការវិវត្តដែរអ្នកខ្លះបាត់ខ្លួនអ្នកខ្លះគេលួចសម្លាប់អីអញ្ចឹងទៅបាទអរគុណអាដាម
នៅពេលដែលខ្ញុំបានអានរឿងដែលថាពិភពលោកចាប់ផ្ដើមទទួលស្គាល់ប្រទេសកម្ពុជាថាជាមណ្ឌលបោកប្រាស់អនឡាញដ៏ធំជាងគេបំផុតមួយនៅលើពិភពលោកជាមជ្ឈមណ្ឌលធ្វើទរណកម្មបង្ខំពលករឲ្យធ្វើទរណកម្មអីនឹងជាដើមធ្វើឲ្យខ្ញុំនឹកឃើញថាប្រទេសយើងនេះកាលពីសម័យខ្មែរក្រហមក្រោយសម័យខ្មែរក្រហមមកពិភពលោកបានទទួលស្គាល់ប្រទេសកម្ពុជាថាជាវាលពិឃាតឈ្មោះមិនសូវជាល្អប្រហែលទេគឺជាទីលានសម្រាប់គ្នាវាលពិឃាតបន្ទាប់មកទៀតនឹងក្រោយសម័យខ្មែរក្រហមឥឡូវសម័យដឹកនាំដោយក្រមគ្រួសារតកូលហ៊ុននេះក្រមគ្រួសារតកូលហ៊ុនបានសម្រេចដោយជោគជ័យបង្ហាញពិភពលោកឲ្យដឹងថាប្រទេសកម្ពុជាគឺជាមិនមែនវាលពិឃាតតទៅទៀតទេជាវាលបោកប្រាស់ជាវាលធ្វើទរណកម្មចាប់បង្ខំអីនឹងជាដើមសំណួរខ្ញុំបាទតាក់ទៅលោកសំរងស៊ីវិញលោកសំរងស៊ីបង្កើតរដ្ឋាភិបាលក្រៅប្រទេសកម្ពុជាឯករាជ្យ$23នេះប្រសិនបើរដ្ឋាភិបាលដែលប្រកាន់ប្រជាធិបតេយ្យហើយបានកាន់អំណាចស្អែកនេះនៅប្រទេសកម្ពុជាបានឡើងកាន់អំណាចស្អែកនេះឯកឧត្តមនឹងធ្វើអ្វីជំហាន3ជាដំបូងដែលឯកឧត្តមត្រូវធ្វើទី1ដើម្បីកែប្រែកេរ្តិ៍ឈ្មោះកម្ពុជាពីវាលពិឃាតពីវាលបោកប្រាស់ពីវាលធ្វើទរណកម្មធ្វើបាបប្រជាពលរដ្ឋមិនមែនតែប្រជាពលរដ្ឋឯងទេប្រជាពលរដ្ឋទូទាំងពិភពលោកសិតតែមានឈ្មោះគេបោកយកមកធ្វើទរណកម្មនៅប្រទេសកម្ពុជាទាំងអស់តើឯកឧត្តមធ្វើយ៉ាងណាដើម្បីកសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញហើយនឹងដើម្បីកែប្រែស្ថានភាពឡើងវិញសំបីជំហាន3ដំបូងមិនសិនជារដ្ឋាភិបាលប្រជាធិបតេយ្យឡើងកាន់អំណាចវិញថ្ងៃស្អែកនេះទី1គឺបញ្ចប់អំណាចផ្ដាច់ការអំណាចពុករលួយអំណាចចោលនិយាយឲ្យចំទៅមិនត្រូវឲ្យពួកអ្នកដដែលនឹងធ្វើអីបានតាមចិត្តដូចគេបានធ្វើ30-40ឆ្នាំរួចមកហើយនោះទេយើងត្រូវបកគលអំណាចជូនប្រជារាស្ត្រយ៉ាងហោចណាស់ធ្វើតាមឆន្ទៈប្រជារាស្ត្រយើងដឹងថាប្រជារាស្ត្រខ្មែរចង់បានអីហើយចង់បានសេរីភាពនិងយុត្តិធម៌កុំឲ្យចាប់អ្នកស្រូតត្រង់ដាក់គុកកុំឲ្យធ្វើបាបអ្នកទុនខ្សោយកុំឲ្យអ្នកមានអំណាចជិះជាន់អ្នកក្រយ៉ាងហើយបានយើងត្រូវបដូររបៀបដឹកនាំប្រទេសមិនត្រូវសំអាងលើអំណាចមិនត្រូវសំអាងលើបពពួកតកូលដោយរបបហ៊ុនសែនសពថ្ងៃទេអាហ្នឹងគឺវាបដូរពីខ្មៅមកសវិញបាទទី1ទី2យើងមិនអាចរស់ដោយឯកោដែលយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងគឺគេហ្នឹងគឺអន្តរជាតិបានធានាថាជួយកម្ពុជាជួយការពារប្រទេសកម្ពុជាជួយឲ្យប្រទេសកម្ពុជាអាចរស់បានព្រោះយើងខ្សោយយើងអត់មានកងទ័ពតតាំងជាមួយប្រទេសជិតខាងដែលគេមានកម្លាំងទ័ពខ្លាំងជាងយើងតែយើងមិនចាំបាច់ទៅច្បាំងមើលយើងមិនទៅបង្ហូរឈាមខ្លួនយើងអត់ប្រយោជន៍ទេយើងត្រូវរំពឹងឲ្យអន្តរជាតិតាមការសន្យារបស់គេតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសសូមបញ្ជាក់ណាមិនមានតែ18ប្រទេសកាលឆ្នាំ1991មាន18ប្រទេសបានចុះហត្ថលេខាប៉ុន្តែកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺបើកចំហឲ្យប្រទេសណាដែលចង់មកចូលរួមយកកាតព្វកិច្ចពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានប្រទេស3ទៀតមានប្រទេសអាល្លឺម៉ង់មានប្រទេសហូឡង់ដែលកំហ៊ុនណាទឹកកំហ៊ុននៅប្រទេសហូឡង់ពេលនេះហើយមានប្រទេសប៉ូឡូញអញ្ចឹងសហគមន៍អន្តរជាតិមានដូចថាតំណាងឲ្យប្រទេសសំខាន់ត្រូវតែចេញមុខជួយយើងអាហ្នឹងដែលយើងសុខចិត្តណាថាធ្វើម៉េចឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនមែនតែសុខចិត្តទេគឺស្នើយ៉ាងទទូចឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងទទួលបានការអនុវត្តយ៉ាងត្រឹមត្រូវយ៉ាងពេញលេញដើម្បីទី1ការពារទឹកដីប្រទេសកម្ពុជាបានគង់វង្សការពារភាពថ្លៃថ្នូររបស់ខ្មែរកុំឲ្យគេមើលងាយដោយសពថ្ងៃទៀតហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងក៏ធានាឲ្យប្រទេសកម្ពុជាមានអ្នកដឹកនាំមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យអញ្ចឹងហើយបានយើងត្រូវការឲ្យអន្តរជាតិមកជួយរៀបចំការបោះឆ្នោតប្រព័ន្ធបោះឆ្នោតដើម្បីធានាលទ្ធិប្រជាធិបតេយ្យដោយមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវតែមានការបោះឆ្នោតដែលជួយដោយអន្តរជាតិជួយមើលខុសត្រូវដោយកាលសម័យអ៊ុនតាក់ឆ្នាំ1993តែហ៊ុនសែនណាមិនព្រមទេកិច្ចព្រមព្រៀងទីក្រុងប៉ារីសគាត់អត់ព្រមទេអារឿងទឹកដីក៏គាត់អត់ព្រមថាឥឡូវមកជួយការពារទឹកដីខាងលិចតែបើយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកមើលណាហើយស្ថានភាពប្រទេសកម្ពុជាមកមើលគាត់ធ្វើឲ្យបាត់បង់ទឹកដីខាងកើតច្រើនណាអញ្ចឹងបើយើងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងអនុវត្តទាំងខាងលិចទាំងខាងកើតតែហ៊ុនសែនគាត់លំខ្លួនខាងកើតគាត់ធ្វើឲ្យបាត់បង់ទឹកដីប្រទេសកម្ពុជាច្រើនអានឹងរឿងមួយរឿងទី2កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលខ្ញុំនិយាយបាញ់មិញណាធានាឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដសេរីពហុបកត្រូវមានការបោះឆ្នោតហ៊ុនសែនគាត់ខ្លាចណាការបោះឆ្នោតត្រឹមត្រូវពេលណាគាត់បាត់បង់អំណាចពេលហ្នឹងហើយអញ្ចឹងអ្វីដែលហ៊ុនសែនអត់ចង់ណាអត់ហ៊ានណាយើងនឹងធ្វើពីព្រោះវាស្របនឹងផលប្រយោជន៍របស់យើងអ្វីដែលយើងចង់បានសេរីភាពយុត្តិធម៌ហើយស្របទៅនឹងអ្វីដែលសហគមន៍អន្តរជាតិបានសន្យាថានឹងជួយនាំឲ្យប្រទេសកម្ពុជាបានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដទន្ទឹមនឹងការការពារទឹកដីប្រទេសកម្ពុជាឲ្យបានគង់វង្សអញ្ចឹងហើយបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះសំខាន់ណាស់
ហើយជាការសោកស្ដាយគឺការជឿចាប់សម្រាប់ខ្មែរទាំងអស់ដែលហ៊ុនសែនគាត់ការពារអំណាចគាត់មិនខ្វល់បាត់បង់ទឹកដីក៏បាត់ទៅឲ្យគាត់បានរក្សាអំណាចអត់មានលទ្ធិប្រជាធិបតេយ្យគាត់នៅតែក្រាញអំណាចតកូនតចៅអញ្ចឹងទៅតែយើងចង់បានអញ្ចឹងអត់ចង់បានទេខ្មែរយើងភាគច្រើនលោកអត់ចង់បានទេអញ្ចឹងបានយើងត្រូវធ្វើរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នេះយើងនឹងធ្វើចាត់វិធានការដើម្បីធ្វើម៉េចឲ្យប្រទេសកម្ពុជាបានរក្សាទឹកដីរបស់ខ្លួនយ៉ាងគង់វង្សហើយទី2ឲ្យយើងមានលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតត្រឹមត្រូវដោយមានអ្នកសង្កេតការណ៍អន្តរជាតិចូលរួមខ្ញុំជឿថាពេលណាប្រជាពលរដ្ឋខ្មែរមានអ្នកបោះឆ្នោតមានអ្នកដឹកនាំដែលលោកបោះឆ្នោតឲ្យអញ្ចឹងអ្នកដឹកនាំនោះគឺច្បាស់ជាធ្វើតាមអ្វីដែលប្រជារាស្ត្រខ្មែរចង់បានហើយមិនធ្វើផ្ទុយពីអ្វីដែលប្រជារាស្ត្រខ្មែរចង់បានដោយគុណសែនហ៊ុនម៉ាណែតទេបាទអរគុណអាដាមមួយម៉ាត់ចុងក្រោយទៀតទេអាដាមលើកមុនតែប្រជាពលរដ្ឋខ្មែរទេជាពិសេសអ្នកដែលហ៊ានងើបតតាំងនឹងការគ្រប់គ្រងរបស់ក្រុមគ្រួសារតកូលហ៊ុនទេដែលរងទុក្ខឥឡូវនេះបន្ទាប់ពីដឹងរឿង Gen Z នេះមកនេះគឺប្រជាពលរដ្ឋទូទាំងពិភពលោកតែម្ដងមិនដឹងប្រមាណប្រទេសទេដែលត្រូវគេលបួងឲ្យមកធ្វើការនៅសន្តាគារធំនៅក្រុងកំពង់សោមនៅប៉ោយប៉ែតដែលជាដើមហ្នឹងបន្ទាប់មកទៀតដាក់ខ្នោះទៅធ្វើបាបទៅដូច្នេះអ្នកដែលប៉ះពាល់នឹងឥឡូវនេះលែងប៉ះពាល់តែប្រជាពលរដ្ឋខ្មែរហើយគឺប៉ះពាល់ដល់ប្រជាពលរដ្ឋនៃពិភពលោកទៅទៀតហើយនេះគឺជាភាសាអង់គ្លេសហៅ cyber scam គឺការបោកប្រាស់អនឡាញចាប់ចម្រិតមនុស្សនឹងប៉ះពាល់ពេញពិភពលោកទាំងអស់តើកត្តាដែលគេទើបតែនឹងរកឃើញនេះអាចធ្វើឲ្យប្រទេសដទៃទៀតជាពិសេសប្រទេសនៅអឺរ៉ុបប្រទេសនៅលោកខាងលិចជាដើមហ្នឹងអាចងាកមកមើលងាកមកគ្រប់គ្រងចលនារបស់ខ្មែរក្រៅប្រទេសជាពិសេសរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នេះជាងមុននេះចាប់អារម្មណ៍មកសហការជាមួយនឹងអាដាមជាងមុននេះភាសាសាមញ្ញថាអាចមានទឹកមាត់ប្រៃជាងមុនទេបន្ទាប់ពីរឿងនេះកើតឡើងអាដាមអ្វីដែលយើងចង់បានជាទីបំផុតណាសូមឲ្យគេមកកម្ចាត់ចោលអានឹងជាផលប្រយោជន៍របស់គេហើយជាកាតព្វកិច្ចរបស់គេផងកាតព្វកិច្ចរបស់គេគឺមករំដោះពលរដ្ឋគេនៅដែលជាប់ឃុំឃាំងនៅលើទឹកដីប្រទេសកម្ពុជាចាំបានហ៊ុនសែនគាត់ការពារចោលណាគាត់អត់មានទៅបង្ក្រាបទៅរំដោះអ្នករងគ្រោះទេតែខ្ញុំជឿថានឹងមានអន្តរាគមមានកម្លាំងអន្តរាគមចម្រុះមកពីក្រៅមករំដោះប្រជាពលរដ្ឋគេនៅលើទឹកដីប្រទេសកម្ពុជាឥឡូវគេឲ្យហ៊ុនសែនជ្រើសរើសថាឥឡូវទៅបិទកន្លែងបនលបែងស៊ីសងដែលទៅធ្វើជារនកម្មហ្នឹងទៅបើមិនបិទខ្លួនឯងទេគេនឹងមកបិទគេទុកមុខទុកមាត់គេកុំឲ្យខ្មាស់គេថាអន្តរជាតិចូលមកកម្លាំងទ័ពអន្តរជាតិចូលមកអានឹងវាដូចថាវាឆៅពេកអញ្ចឹងគេប្រាប់ហ៊ុនសែនថាឥឡូវបិទទៅរំដោះពលរដ្ឋគេបើមិនរំដោះពលរដ្ឋគេឲ្យបានត្រឹមត្រូវគេនឹងមករំដោះខ្លួនគេហ្នឹងពេលហ្នឹងដែលហ៊ុនសែនគាត់ត្រូវជ្រើសរើសបើគាត់កម្ចាត់ចោលគាត់នៅជាមួយចោលកម្ចាត់ចោលវិលាតដាងការពិតវាមានឯកសារវាមានផ្ោះតាំងមានសាក្សីបើ Gen Z គេចាប់អបមាថាគេចាប់ Gen Z បានពីព្រោះហ៊ុនសែនជប់ការពារ Gen Z អបមាពេលនោះ Gen Z គាត់នឹងប្រាប់ថាណាហ៊ុនសែននឹងស៊ីលុយខ្ញុំណាខ្ញុំឲ្យប្រមាណលុយនឹងនៅកន្លែងណាអញ្ចឹងហ៊ុនសែននឹងជាប់ទោសហើយឃើញទេចាំមិនហ៊ុនសែនអត់ហ៊ានធ្វើអី Gen Z ទេនៅតែការពារ Gen Z ពីក្រោយខ្នងស្កាត់អាហ្នឹងជំរឹះហ៊ុនសែនតែបើហ៊ុនសែននៅតែរឹងតែតឹងអញ្ចឹងអាហ្នឹងកម្លាំងអន្តរជាតិមកដល់ហើយណាអាហ្នឹងហ៊ុនសែនបើនៅការពារ Gen Z ទៀតកម្លាំងអន្តរជាតិមកដល់អាហ្នឹងយើងដឹងថាវាសនាហ៊ុនសែននឹងទៅជាយ៉ាងម៉េចហើយបាទអរគុណអាដាមមែនតើដែលចូលរួមក្នុងអាដាមបានចូលរួមតាំងពីថ្ងៃច័ន្ទថ្ងៃបើកដំបូងនៃទូរទស្សន៍អាស៊ីសេរីហើយចូលរួមនៅថ្ងៃចុងក្រោយអរគុណអាដាមហើយសូមជម្រាបលាអាដាមតែត្រឹមនេះបាទ